គ្មានតម្លៃទេលោកកាន់តែចាស់ណែលោកតាមមកទៀតតែក្រៃលោកមានរបស់មានតម្លៃទៀតឆាប់តែបាទនាងស្នាក់ណែណាតែបានច្រើនបែបនេះយើងជួននាងទៅវិញមិនមែនខ្ញុំនិយាយបន្លឺទេណាឥឡូវនេះខ្ញុំស្នាក់នៅតែសំណាក់អ៊ីនឡាយផ្ទះសំណាក់អ៊ីនឡាយតើលោកដឹងទេគឺប្រហាក់ប្រហែលនឹងសន្តាគារហៃតុនលំដាប់ផ្កាយ5ហាហាហេលតូលយើងមិនស្គាល់ទេប៉ុន្តែផ្ទះសំណាក់អ៊ីនឡាយមួយនេះគឺជារបស់យើងតាមពិតលោកជាថៅកែចិត្តខ្មែរនោះទេបន្ទប់អន់មួយសោះជួលមួយខែត្រូវចំណាយអស់60តម្លឹងនាងឆ្លាញ់ប្រាក់យ៉ាងនេះអញ្ចឹងយើងធ្វើការដោះដូរជាមួយគ្នាមួយទៅនិយាយសិនណាម្ចាស់យាយរបស់យើងបង្ខំឲ្យយើងរៀបការខ្លាំងណាស់លើកនេះត្រឡប់ទៅក្រុងវិញគឺមិនអាចគេរួចទេអញ្ចឹងនាងខ្លាញ់ខ្លួនធ្វើជាគូដណ្ដឹងមិនទាន់រៀបការជាមួយយើងទៅមាន500តម្លឹងគឺមិនជំពាក់សំបីតែមួយសេនបានក៏ចេះតែបានហើយក៏ប៉ុន្តែខ្ញុំត្រូវការ1000តម្លឹងបានម៉ាត់ណាម៉ាត់នឹងទេវតាទ្របម្នាក់នេះយល់ព្រមដោយស្រួលបែបនេះហេបាទដឹងអញ្ចឹងយើងនឹងទីឲ្យច្រើនតិចហើយហេចាជើងរបស់ខ្ញុំហៅលើកមុនឯងអាចនាំលៀបឲ្យម៉ែជាជើងបានលើកនេះក៏ប្រកាសជាមែនទេប្រកាសឲ្យអ្នកម៉ែខ្ញុំមិននឹងអាចមិនខ្វល់ពីអ្នកម៉ែបានទេត្រូវហើយម៉ែខ្ញុំបានលឺម្ចាស់យាយព្រះអង្គម្ចាស់ជីងទៅតែត្រឡប់មកពីភ្នំឧថៃវិញប៉ុន្មានថ្ងៃនេះគាត់ស្នាក់នៅដំណាក់ព្រះអង្គម្ចាស់ជីងគាត់កំពុងតែរកភរិយាឲ្យព្រះអង្គម្ចាស់ជីងម៉ែយកថ្ងៃខែឆ្នាំកំណត់របស់ខ្ញុំមកជូនទៅគាត់ហើយនៅហើយចាកូនល្ងងម៉ែបានរៀបចំរួចរាល់ហើយឯងគឺជាផ្កាយសំណាងដែលព្រះរាជគ្រូជាអ្នកចង្អុលបង្ហាញម្ចាស់ស្ត្រីបានឃើញហើយប្រកាសជាចូលចិត្តខានមេឃស័ក្តិសិទ្ធដីស័ក្តិសិទ្ធអ្នកតាមម្ចាស់ដីឆាប់បង្ហាញខ្លួនម៉ែកនាងនៅទីនេះកន្ទុយមន់ទាំង3ខ្លាយទៅជាព្រួញនំមួយកំណាត់ធ្វើជាចំនួនចាំងហួយគឺជាមនុស្សល្ងងណាស់និយាយថានាងចេះវិជាសាស្ត្រទៀនយើងមើលទៅគ្រាន់តែជាជំងឺសម័យប៉ុណ្ណឹងបានណាមិនចេញទៀតយើងនឹងរੂវិហារលោកហើយយកពុកមាត់របស់លោកមកវិញធ្វើជាខ្សែពួរឲ្យលោកទៅសើពីជាងជីងហួរសើបានយ៉ាងម៉េចហើយខ្ញុំបានរត់សពដំណាក់ទាំង36បានសួរមិត្ត108នាក់ទីបំផុតបានសួរច្បាស់ហើយថាជាងជីងហួរកើតនៅឆ្នាំនេះចន្លោះម៉ោង5ទៅម៉ោង7ម្ដាយរបស់គេសម្រាប់3ថ្ងៃបដូរជាមក6នាក់ជាបហោពេញបន្ទប់តបងពីចំណុចសំខាន់មកណានេះកំឡុងពេលចាចេញពីផ្ទះប្រហែលឆ្នាំនេះបានរៀនវិជ្ជាបៃសាជាមួយនឹងគ្រូឈុតខ្មៅម្នាក់លោកគ្រូបង្រៀនវិជ្ជាបៃសាទេតែគេមកពីណាបណ្ដាឌូមាននាមថាណែនៅក្នុងឯកសារមិនមានកត់ត្រាខ្ញុំទៅសួរម្ដងទៀតម្ចាស់ក្សត្រីទ្រង់ភ្លុកមកផ្កាម្លេះដែលទៅនឹងយកមកនេះទៅនៅត្រង់នឹងហើយម្ចាស់ក្សត្រីខ្ញុំម្ចាស់បានបសិភៅតម្រាជីងកាំងនេះទាំងអស់ខ្ញុំម្ចាំងបានយកធូបឆិនហួយដែលសុំមកពីភ្នំឧថៃមកជាពិសេសម្ចាស់ស្ត្រីសាក់ហិតមិនទៅនាងគឺជាអ្នកនាងគ្រូសាណាដែងព្រះពរម្ចាស់ស្ត្រីខ្ញុំម្ចាស់ឈ្មោះថាជាងជីងហួរឪពុករបស់ខ្ញុំម្ចាស់គឺលោកម្ចាស់សៀនយៀនហ៊ូងតាមពិតនាងគឺជាផ្កាយសំណាងរបស់គ្រូសាជាងម្នាក់នោះសោះមកនេះមកឲ្យជាងមើលនាងឲ្យច្បាស់គួរសមពួកគេនិយាយថានាងគឺជាផ្កាយសំណាងបើសិនជានាងអាចរៀបការចូលដំណាក់ព្រះអង្គម្ចាស់ជីងមិនបាច់ទេសូមគោរពព្រះអង្គម្ចាស់ម្ចាស់យាយចៅមានមនុស្សដែលចៅស្រឡាញ់ហើយពិតជាកម្មពីមែនឯងបាច់ជានាំមនុស្សប្រុសម្នាក់មកទៅវិញម្ចាស់យាយជាងម៉ែវគឺជាស្រីស្អាតហើយចានាងមិនមែនជាមនុស្សប្រុសគឺល្អហើយប៉ុន្តែគេស្លៀកពាក់ម្ចាស់ស្ត្រីទុកចិត្តចាស់តាមពិតខាងក្នុងខ្ញុំគឺជាមនុស្សស្រីពិតប្រាកដហើយមិនឃើញអញ្ចឹង
អ្នកនេះម្នាក់នេះរចនាប័ទ្មពេញរាងកាយមើលទៅដូចជាទេពធីតាក្នុងផ្ទាំងគំនូរអញ្ចឹងទៅព្រះអង្គម្ចាស់លងសម្រាប់នាងមុខមាត់បោកនេះគួរតែនៅក្នុងព្រះវិហារធ្វើជាព្រះពុទ្ធសាសនា នេះមកទៅក្នុងវិហារធ្វើជាព្រះពុទ្ធទេនាងម្នាក់នោះគឺជាម្ចាស់ស្ត្រីនាងគឺជាកូនខ្លាំងខ្លាយដែលស្នាក់នៅក្នុងផ្ទះរបស់ខ្ញុំម្ចាស់ហូបចុកទីអស់រយៈពេល20ឆ្នាំនេះបាននិយាយទៅគួរឲ្យខ្មាស់គេណានាងម្នាក់នេះមានចិត្តលោភលន់តាំងពីក្មេងសូម្បីតែប្រាក់របស់អ្នកបម្រើក៏នាងកាត់យកដែរថាម៉េច គឺអញ្ចឹងទេមិនហើយមិនសមសោះនិយាយបានល្អណាស់មិនអញ្ចឹងទេនាងតែរឿងថែមបន្តិចទេដូចជាកណ្ដាលអត្រៀនខ្ញុំតោះទ្វារស្ត្រីមួយម៉ាយពេលថ្ងៃវាយកូនក្មេង បេស៊ូអ្វីដែលគេនិយាយជាការពិតទីង ម្ចាស់យាយចៅដឹងថានាងមានគុណវិបត្តិច្រើនណាស់នាងលោភលន់ទ្រព្យសម្បត្តិមែនប៉ុន្តែនាងដើម្បីជួយគេក៏ចាយប្រាក់អស់ពីខ្លួននាងពិតជាកាត់ប្រាក់ខែអ្នកបម្រើមែនប៉ុន្តែនាងបានទិញក្តារមជុះឲ្យអ្នកបម្រើចាស់ៗដែលគ្មានទីពឹងនាងដើរបោកប្រាស់គេមែនប៉ុន្តែនាងប្រើវិធីដើម្បីជួយក្មេងៗដែលគ្មានកំហុសទោះបីជានាងមានគុណវិបត្តិច្រើនប៉ុន្តែនៅក្នុងចិត្តរបស់ចៅលើលោកនេះគ្មានស្រីណាដែលល្អជាងនាងទៀតទេ ស្អប់ណាស់ ជើងនេះទើបតែលើកទី1ទេដែលឃើញឯងចែកការពារមនុស្សម្នាក់បែបនេះពីមុនអ្នកណាក៏ឯងមិនរវល់ជាមួយដែរថ្ងៃនេះយើងពិតជាបានបើកភ្នែកឃើញច្បាស់មែនល្អណាស់នាងល្អិតនេះធ្វើបិទតែមើលទៅរៀងចែកបន្តិចប៉ុន្តែចរិតល្អពិតតាមពិតយើងមើលពួកឯងសំជាគូគប់នឹកគ្នាពិតមែន អេណាមកទៀតទេបន្តមកទៀតគឺជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំហើយនឹងព្រះអង្គម្ចាស់ហើយពេលវេលាគឺជាមាសប្រាក់អ្នកទាំងអស់គ្នាគួរតែដឹងខ្លួនបន្តិចទេត្រឡប់ទៅវិញទៅណាតែជីកញ្ចាំងអញកុំបន្ទោសយើងឲ្យសោះគួរបន្ទោសថាអញចង់ការពារស្រីម្នាក់នោះតែចុងចាំពេលដែលជីកញ្ចាំងអញត្រូវខ្មោចគ្រោកគ្រឿងរហូតស្ទើរស្លាប់ស្ទើររស់នោះចាំយើងទៅជួយជាឯងចុងហើយដល់ពេលនោះឯងនឹងគោរពបូជាយើងដូចជាព្រះពោធិសត្វអញ្ចឹងចាំងម៉ែវអើយឯងបើកភ្នែកឲ្យធំរងចាំមើលទៅមនុស្សដែលប្រឹងយកចិត្តអញទាំងអស់នោះនឹងខ្លាចទៅជាអាយ៉ងរបស់យើងបែបហ្នឹង ពិតជាឈ្ងុយខ្លាំងណាស់តើត្រីនេះបានមកពីណា ចាប់មកពីក្នុងស្រះហើយទៅហើយមកមួយកំណើប នៅក្នុងស្រះនោះជាត្រីរបស់យើងកូនត្រីរបស់យើង សៀវឈី សៀវឈីសៀវឈឹងសៀវហួរសៀវលីនាង ហេយ៉ាលោកកំចិត្តចង្អៀតពេកទៅមើលមានខ្ញុំនៅទីនេះតែលោកចាំបាច់ចិញ្ចឹមត្រីទាំងអស់នេះធ្វើអីទេចិញ្ចឹមពួកវាមិនស្មើនឹងចិញ្ចឹមខ្ញុំនោះទេបានហើយណែចែកមកក្បាលឲ្យលោកប៉ុន្តែថ្ងៃនេះសម្ដីដែលលោកនិយាយនៅចំពោះមុខម្ចាស់យាយរបស់លោកស្ដាប់ទៅក៏គួរសមដែរឬមួយក៏លោកបានលួចស៊ើបរឿងរបស់ខ្ញុំហើយ ព្រោះខ្ញុំជឿលើនាងនឹងហើយ មិនស្មានថាលោកគឺជាមនុស្សមានហេតុផលបែបនេះសោះមកចូលត្រីមួយពេលនេះលេងខឹងរឿងដែលខ្ញុំញ៉ាំត្រីរបស់លោកហើយហ៎ គឺនៅខឹងនាងចាំងស្អីខ្លួននិយាយត្រូវនាងមិនល្អដូចអ្វីដែលខ្ញុំនិយាយទេ មិនខុសទេខ្ញុំគឺជាមនុស្សអាក្រក់ម្នាក់ពេលនេះខ្ញុំនឹងទៅយកសៀវឈីងសៀវឡានសៀវជឿរបស់លោកទាំងអស់នោះចាប់ឡើងមកទាំងអស់ឲ្យពួកគេមកគ្រួសារជួបជុំគ្នា ចាំមែវវិវហើយមកចាក់សត្រីមានរឿង ជីងលីនអង្គុយខិតមកបន្តិចមកឲ្យយើងមើលទៅមើលឲ្យក្នុងឯថ្ងៃនេះតើមានពណ៌អី មកចាក់សត្រីយ៉ាងមិនទៅហើយនឹង អាយ៉ាឯងមើលទៅមុខរបស់ឯងខ្ចីយ៉ាងនេះមុខខ្ចីជាងស្រីបនជួយសៀវឡូវទៅទៀតនាងល្អិតនេះចាំជើងផងណាចាំជើងផងចាំផងជួយផងមកចាក់សត្រីទៅឆ្លើយស្ថាត់ហើយជួយផង សៀវជួយឯងកម្រិតអីណាកម្រិតចាសៀវជួយកម្រិតអី មើលតែគាត់គឺត្រូវខ្មោចល្មមចូលខ្លួន ឲ្យជើងស្ទាបចង្កេះតូចរបស់នាងតិចមកណាជើងស្ទាបតែបន្តិច មកចាក់សត្រីនេះគឺជាម្ចាស់យាយរបស់លោកណាម្ចាស់យាយបង្កើតណា មកឲ្យជើងអោបថើមតិចមក តើក៏ខ្ញុំវិញចា
អើយម្ចាស់ស្ត្រីម្ចាស់ស្ត្រីកុំអី ពី ម្ចាស់ស្ត្រី ដែលអូនស្មានថាសុភាពបរង ស្រីថោកទាបឯងហ៊ានចង់លោកម្ចាស់យើងនេះផងចាំពេលយើងដោះរាងកាយនេះហើយប្រកាសជានឹងដោះខោឯងចេញហើយព្យួរឯងនៅរបងក្រុងទូទាំងក្រុងឲ្យបានឃើញទាំងអស់ ពិតជាសម្ដីថ្លោះណាស់តែគួរឲ្យស្ដាយជីតារបស់ឯងដូចជាខ្ញុំនេះមានជំនាញព្យាបាលមនុស្សដែលមិនព្រមចុះញោមដូចឯង ធ្វើយ៉ាងម៉េចឲ្យខ្មោចលោភលន់នេះចេញពីកាយម្ចាស់យាយយើងបានទៅ ខ្ញុំអាចជួយយកចេញឲ្យលោកបានតែ ពឹងលឿននាងហើយ ប៉ុន្តែខ្ញុំគឺថាគិតប្រាក់មិនជាថាប្រមាណទេ នាងទើបតែទទួលបានមាស 1000 ដំឡឹងពីខ្ញុំនាងចង់បានប្រាក់ទៀតទេ ហេយ៉ាលោកគិតមកទេគ្រួសាររបស់លោកមានគ្រោះច្រើនណាស់មួយលើកហើយមួយលើកទៀតគឺពិតជាចំណាយប្រាក់ច្រើនអញ្ចឹងហើយឬក៏គិតជាខែតែម្ដងទេខ្ញុំអាចបញ្ចុះតម្លៃឲ្យលោកខ្លះ ពិតជាមនុស្សដែលក្នុងភ្នែកមានតែប្រាក់មែនព្រះអង្គម្ចាស់ជីងទ្រង់ក៏បារម្ភអីព្រះរាជគ្រូគឺជាព្រះរស់ដែលយល់ដឹងពីក្បួនអីចឹងហើយអាចដឹងពីការស្លាប់រស់ឆ្នាំមុនក៏ចឹងណានមានគ្រោះថ្នាក់រាំងស្ងួនគង់តែបានយន់មួយសន្លឹងលោកគ្រូមានសម្ដាប់ចិត្តមេត្តាគឺមិនដែលគិតប្រាក់ទេមិនដូចជាជនបោកប្រាស់ក្នុងពិភពកូនខ្លះឲ្យតែមានឱកាសគឺទាថ្លៃហួសហេតុ អូហូតាមពិនព្រះរាជគ្រូគឺជាគ្រូរបស់ឯងសោះប៉ុន្តែរបស់ល្អមិនថោកទេណារបស់ដែលមានតម្លៃថោកគឺមិនល្អទេព្រះអង្គម្ចាស់ជីងទ្រង់ជឿខ្ញុំទេរបស់ហ្វ្រីគឺជាអន្ទាក់ណា ព្រះរាជគ្រូឆាប់បញ្ចេញថ្មីដែរទេស្រីបិសាចម្នាក់នេះបានចេះពេកហើយមិននៅពជាពេលទីនព្រះអង្គម្ចាស់ជីងនឹងត្រូវនាងលេខល្ខោនបោកប្រាស់ មិនមែនថាឲ្យខ្ញុំទេហ៎បានខ្ញុំធ្វើជាទេវតាធ្វើជាខ្មោចក៏បានស្រីសុំតែពីអញ្ជើញ បីសាច់ឯងត្រូវការឲ្យយើងចូលរន្ទះឋានសួគ៌ទាំង 5 ដើម្បីអញ្ជើញឯងចេញមកឬក៏ឯងដឹងខ្លួនចេញមកខ្លួនឯងហើយយើងមិនទាន់លេងឆ្អែតទេឯងឲ្យយើងចេញមកអញ្ចឹងពិតជាបាក់មុខយើងពេកហើយអាយ៉ាក្មេងស្រីម្នាក់នេះមើលទៅស្អាតជាងក្មេងៗមិញទៀតស្រីស្អាតរបស់យើង អាយ៉ាពេលវេលាល្អខ្លីណាស់បើមិនអញ្ចឹងទេនាងមកកំដរយើងបន្តិចទៅណា ព្រះអង្គម្ចាស់ជីងជួយហនអើផង មានព្រះរាជគ្រូនៅមិនបាច់100ជើងទេធ្វើត្បិតខ្លាចធ្វើឲ្យមានរបួសរាងកាយម្ចាស់ស្ត្រីប៉ុន្តែចង្រៃយកស្អីនិយាយពីអត់បានការច្រើនបែបនេះមានសមត្ថភាពអីបន្តិចទេបញ្ចេញក្បាច់ឬក៏ចេញពីទីនេះរើសយកមួយទៅបានថ្ងៃនេះយើងនឹងឲ្យរលាយប្រលឹងម្ចាស់ជ័យម្ចាស់ជ័យ ជើងនេះជើងចាំមិននឹង ម្ចាស់ជ័យទ្រង់កំរំអីមិញនេះមានអ្វីសន្ធិដ្ឋនៅក្នុងរាងកាយទ្រង់ឥឡូវនេះលែងអីហើយមកម្ចាស់ជ័យក្រោកឡើង សំណាងល្អដែលថ្ងៃនេះមានលោកគ្រូរបស់ខ្ញុំនៅទីនេះបើសិនជាពួកពិភពគុណបោកប្រាស់ធ្វើឲ្យព្រះផ្ដាស់លទ្ធផលមិនអាចនឹងស្មារតី ម្ចាស់ក្សត្រីមានវាសនាល្អវិញ្ញាណអាក្រក់កំចាត់បានហើយទូលបង្គំថ្វាយបង្គំលា ម្ចាស់ស្ត្រីទ្រង់បំភ័យហោស្លាប់ទៅហើយឃើញទ្រង់រងទុកហោពិតជារងទុកជំនួសម្ចាស់ស្ត្រីណាក្មេងល្អសំណាងហើយដែលនាងបានជើញព្រះរាជគ្រូមកទាន់បៃស៊ូជីងហោថ្ងៃនេះទទួលការផិតភ័យហើយឲ្យគេស្នាក់នៅទីនេះកំដកយើងសិនទៅណាម្ចាស់ស្ត្រីមិនអីគឺល្អហើយមិនដូចជាមនុស្សខ្លះគឺបានតែមាត់ប៉ុណ្ណោះហោពិតជាបារម្ភថាមានមនុស្សមានកំណត់អាក្រក់ចង់ធ្វើបាបទ្រង់ចេញទៅទាំងអស់ទៅម៉ង អូបាន ឲ្យជាងមើលកញ្ចក់ដែលទើបនឹងលាបថ្មីរបស់ឯងតិចមើល ស្មានមកដល់ថាព្រះរាជគ្រូគ្រាន់បើដែនតា ព្រះអង្គម្ចាស់លក្ខខណ្ឌក៏បានសម្ដែងរួចហើយដែរម្ចាស់ស្ត្រីក៏ត្រូវបានលួងឲ្យសប្បាយចិត្តហើយដែរមាន1000ដំណឹងរបស់ខ្ញុំនោះទៅតើឥឡូវនេះម៉ែ អញ្ចឹងនឹងឲ្យគេរៀបចំយប់នេះចន្លោះម៉ោង 9 ដល់ម៉ោង 11 យប់មកយកក្នុងបន្ទប់យើងទៅ ឈប់សិនគ្រាន់តែឲ្យលោកយកប្រាក់ចេញមកក៏អាយអង្គបែបនេះដែរមិនមែនចង់គិតមិនសងប្រាក់ទេហ៎ខ្ញុំមកយកប្រាក់កម្លាំងញើសឈាមរបស់ខ្ញុំ មកដល់ហើយហ៎ចូលមកជាមួយយើងមក ព្រះអង្គម្ចាស់
កំពុងតែសម្ដែងរឿងអីដែរហ្នឹង ពេលវេលាខ្លីល្អណាស់កុំខ្ជះខ្ជាយវាអីមិនចឹងទេ អាកញ្ចាស់ល្មមកម្មអាកញ្ចាស់ល្មមកម្មធ្វើបត់ដូចណាឯងនេះឯងនៅសញ្ញោភ្នែកដាក់យើងទៀតទេហា ចាំមែវ ឲ្យឯងយកលឹមឲ្យយើងឯងនៅឯអង្គយើងក៏ដឹងថាឯងមានបញ្ហាទៅហើយយើងដឹង ក្មេងចង្រៃវាធ្វើឲ្យខូចការធំរបស់យើង ឆាប់ចេញមក ចាំមែវ ដឹងខ្លួនហើយហ៎យ៉ាងម៉េច មិនគន់មកទីនេះ ខ្ញុំហើយ នាងនៅលួចមើលខ្ញុំទៀតហ៎ អ្នកណាលួចមើលលោកទេមិនដឹងថាបាញ់មិញអ្នកណានៅទីនោះនិយាយថាមកចូលមកទីនេះជាមួយខ្ញុំទេ កុំនិយាយព្រាបណាចាំមិននឹងអាចទៅ អាល្មមកម្មនោះមិនមែនមិនតន់ទៅទៀតទេ ចាំមែវនាងសង្កត់ដៃខ្ញុំជាប់ហើយ សុំតផងអូព្រះអង្គម្ចាស់មុខរបស់ទ្រង់ក្រហមណាស់មិនមែនគឺជាមន់ខ្ចីមួយទេមែនទេ ប្រកាសជាមិនមែនហើយ ប៉ុន្តែបេះដូងរបស់ទ្រង់លតប្រៀបដូចជាមានទន្សាយមួយក្បាលកំពុងរត់នៅក្នុងនេះចឹង ចាំមែវ ជួយផងអ្នកបំរើជួយផងអ្នកបំរើអាល្មមកម្មថ្ងៃនេះយើងនឹងធ្វើឲ្យឯងរលាយប្រលឹងមិនខានទេ ម្ចាស់ស្ត្រីហោះអើជួយសម្រួលសរសៃឲ្យទ្រង់ធ្វើដំណើរផ្លូវឆ្ងាយគឺត្រូវតែសម្រួលសរសៃឲ្យហើយគ្រាន់បើផ្ដេសផ្ដាស់មនុស្សថោកទាបមកពីណានឹងហើយចាងមិននឹកស្មានថាម្ចាស់ស្ត្រីចាស់យ៉ាងនេះទៅហើយនៅមានរូបរាងស្អាតអញ្ចឹងទៀតស្បែកក៏នៅរលោងស្ទាបបង្អែនមិនចិត្តណាយចង់ធ្វើស្អីទៅហ៊ានមកជួយជើងផង អញធ្វើអីចំពោះម្ចាស់យាយរបស់យើងនៅចូលផ្លឹកដល់ណាទៀតចូលទៅជួយទេ រិនឲ្យហោះអើបំរើទ្រង់ឲ្យបានល្អទេមកឲ្យហោះអើបំរើទ្រង់ជួយជើងផងមកហោះអើជួយ ម្ចាស់យាយ ជួយជើងផងអ្នកណាក៏បានហោះអើជួយសម្រួលសរសៃឲ្យ យើងចម្លែកគ្រាន់បែសូម្បីតែម្ចាស់ស្ត្រីមានអាយុ80ឆ្នាំទៅហើយក៏មិនលើកលែងដែរ តែជើង ចឹងមែនឯងនៅឈប់មើលអីរូបភាពនេះពិតជាមិនអាចមើលចូលភ្នែកទេ ត្រូវការពួកយើងចេញសិនដែរទេ មិនបាច់ទេបានអ្នកទាំងពីរចេញទៅហើយខ្ញុំនឹងធ្វើឲ្យអ្នកណាមើលទេ អីចាកំរើអីកំរើលែជើងអើយគេធ្វើបាបជើង មិនអីទេឯងចេញមកដោយខ្លួនឯងឬក៏ចាំយើងអញ្ជើញឲ្យឯងចេញមក ចង់ស្លាប់ហើយស្រីចង្រៃហេតុអីក៏ចូលមកលោកដៃក្នុងរឿងគេ មើលមិនច្បាស់ទេគឺដើម្បីរកប្រាក់ហ្នឹងហើយ សំបីតែព្រះរាជគ្រូក៏ធ្វើអីយើងមិនបានផង នៅឯស្ងៀមពិតជាល្ងងហើយចូលចិត្តលេងច្រើនទៀតហើយចេះខ្មាស់គេដែរទេហ្នឹង យ៉ាងណាក៏ពេលនេះយើងមានរឿងកាយតែមួយជាមួយនឹងគេម្នាក់នេះ អ្នកដែលយកវាយនោះគឺជាឯងឲ្យឯងរលាយព្រលឹងដើម្បីកុំឲ្យឯងមានបញ្ហាថ្ងៃក្រោយទៀតយ៉ាងមិនដែរចេញមិនចេញអញ្ចឹងបន្តទៀតបន្តចេញឬមិនចេញហាម្ចាស់យាយ មែនទេអីនាងល្អិតមេមនុស្សស្អីក៏មិនកាន់មិនក៏គេស្រែកដូចជ្រូកដែលគេសម្លាប់អញ្ចឹង ប្រហែលជាកំពុងតែសម្ដែងទេដឹង សំដែង សម្ដែងទេដឹងអីអើយឈប់សិនតើនាងគឺជាអ្នកណាឲ្យប្រកាសទៅយើងមានចិត្តសាស្ត្ររាប់រយឆ្នាំមិនត្រូវបាច់សូនមន្តអាគមស្ទើរតែមិនប្រើវត្ថុទៅទៀតផង
សម្រាប់អីអញធ្វើយើងរបួស នៅពេលដែលអញកំពុងតែសន្តិដ្ឋនៅក្នុងរាងកាយរបស់គេនោះខ្ញុំកំពុងតែលាក់សមាសភាពពិតរបស់ខ្លួនធ្វើជាអ្នកនាងធំឲ្យគេនោះ បើអញ្ចឹងអញធ្វើជាអ្នកនឹងខំរបាយបន្តទៅ និយាយដល់រឿងនេះគឺយើងខឹងភ្លាមពួកគេសំបីតែ DNA ក៏មិនពិនិត្យដែរគាត់និយាយថាយើងមិនមែនជាកូនបង្កើតយ៉ាងម៉េចមានតែឯងទេគឺជាកូនបង្កើតមានតែឯងទេដែលជាអ្នកនាងធំណាយើងវាយឯងឲ្យស្លាប់យើងវាយឯងឲ្យស្លាប់ អើយតែអញវាយយើងឬក៏វាយគេ សំខាន់យ៉ាងណាគឺឯងជាអ្នកឈឺវាយឯងឲ្យស្លាប់យើងវាយលេងឲ្យឆ្អែត អើយទេ ទៅ ធីតា ដល់ពេលបញ្ចប់ការងារហើយ ទេធីតាទុកជីវិតផងខ្ញុំមកពីចម្ងាយដើម្បីរកប្រាក់ចិញ្ចឹមជីវិតដែរ មានមិត្តភ័ក្តិមកពីចម្ងាយប៉ុន្តែត្រូវតែសម្លាប់ លែងជើងទៅលែងជើងចេញវិញទៅ ចិត្តក្រោយត្រូវចាំថាធ្វើជាមនុស្សល្អណាស់ លែងជើងទៅវិញទៅលែងជើង មិនភ័យទេហើយយ៉ាដឹងខ្លួនហើយហ៎ របួសនីងអញជាអ្នកវាយមែនទេ មែនហើយយ៉ាងម៉េចអញចង់អរគុណខ្ញុំហ៎អើយមិនបាច់អរគុណទេ ម្ចាស់ស្ត្រីប្រកាសជាអ្នកដាក់ថ្នាក់ខ្ញុំហើយឆ្លៀតពេលដែលខ្ញុំកំពុងតែសន្លប់ក៏វាយខ្ញុំត្រង់មកចោះអ្នកអាក្រក់ តែ ណាស់ បង្វែររឿងណាមិនបាញ់មិញបើសិនមិនមែនជាងមួយបញ្ចេញថ្មីដៃទេឯងត្រូវរបស់កខ្វក់នោះធ្វើឲ្យស្លាប់ទៅហើយ ថាម៉េចមើលទៅសម្ដីដែលឯងនិយាយអាក្រក់អំពីជាងមេវកាលពីមុននោះគឺសុទ្ធតែឯងមកកាត់ឡើងខ្ញុំមិនមែនទេអ្នកបម្រើជូនអ្នកនាងជាងត្រឡប់ទៅវិញទៅខ្ញុំអត់មែនទេម្ចាស់ស្ត្រីគឺចិត្តច្រឡំហើយត្រង់ផ្ដោតការខ្ញុំម្ដងទៀតទៅម្ចាស់ស្ត្រីអ្នកបម្រើយកមាស 2000 ដំឡឹងមកឲ្យក្មេងល្អនេះ អូយព្រះអើយ បាទជាឯងបានជួយជឿមាសទាំងអស់នេះឯងយកទាំងអស់ទៅណា នីងដូចជាមិនសមទេ កាលពីមុនយើងមានគំនិតមិនល្អចំពោះឯងថ្ងៃក្រោយឯងគឺជាចាំប្រសាររបស់គ្រួសារយើងហើយ នឹងម្ចាស់ស្ត្រីតាមពិតខ្ញុំនឹងព្រះអង្គម្ចាស់ជាងគឺខ្លាំងខ្លាយទេ នាងគឺ ព្រះអង្គម្ចាស់មានដែរម្ចាស់ស្ត្រីឲ្យខ្ញុំពិតជាច្រើនណាស់ធ្វើជាមនុស្សត្រូវតែនិយាយពីមនសិការខ្ញុំពិតជាខកត្រង់លេខបានហើយ អញ្ចឹងពិតជាគួរឲ្យស្ដាយណាស់បើសិនជាមិនអាចធ្វើជាចៅប្រសាបានអញ្ចឹងធ្វើជាកូនធម៌របស់យើងចាំមិនដែរ អញ្ចឹងបានដែរ គំនិតមួយនេះល្អបៃស៊ូឆាប់មកហើយអ្នកមិញទៅ មិនបានទេ ហេតុអី មិនបានគឺមិនបានហើយមានមូលហេតុស្អីទៅ អញ្ចេះចុះនាងល្អិតមេវធ្វើនេះធ្វើនោះពេញមកយប់ទៅហើយក៏ហត់ហើយអ្នកបម្រើនាំគេទៅសម្រាប់ភ្លាមទៅ បានអញ្ចឹងខ្ញុំទៅសម្រាប់មិនហើយណា អាយ៉ាថ្ងៃនេះយាអូនពិតជាឡើងណាស់ ជាធម្មតាឯងកតញ្ញូជាងគេថ្ងៃនេះមិនក៏ប្រឆាំងនឹងបញ្ជារបស់ម្ចាស់ជី គឺនាងសម្បាំងអីធ្វើជាចាស់ទុំរបស់ខ្ញុំមិនយល់សពទេ ឯងមិនមែនស្រឡាញ់គេទេដឹងព្រោះថានាងធ្លាប់ជួយជីវិតឯងផង អូនៅមានរឿងបែបនេះផងហេ នេះម្ចាស់បងកុំនិយាយព្រាបណាខ្ញុំមិននឹងស្រឡាញ់មនុស្សលោភលន់ បើអញ្ចឹងក៏ហីចុះចាប់ពីពេលនេះនាងគឺជាកូនធម៌របស់យើងហើយនឹងមីងរបស់ឯង ឆាប់សុំនឹងវាទៅបងអូនប្រុសម្ ចាស់បងខ្ញុំមិនមែនមានន័យអញ្ចឹងទេនេះឯងចាំមិនដឹង បងម៉ែ នេះឯងចាំមិននឹងចាំមិនហើយអត់ពុកមើល បេះដូងខ្លាំងប្រមាណរបស់ម៉ែអ្នកណាវាយឯងដល់ថ្នាក់នេះ មកអត់ក្រោបឡើងតាមសម្រួលទៅណាតាមសម្រួល នៅមានអ្នកណាទៀតគឺបងស្រីនឹងហើយគាត់នៅដំណាក់ម្ចាស់ស្ត្រីមិននិយាយអ្វីទាំងអស់ក៏វាយខ្ញុំ ប្រហឺនណានាងកូនខ្លាញ់ត្រូវបណ្ដេញចេញបើជាហ៊ានវាយកូនមកកៅជើងផងគេគិតថាគ្រួសារយើងងាយធ្វើបាបណាស់មែនទេ លោកម្ចាស់រឿងនេះមិនអាចចាប់ទៅអញ្ចឹងទេជាងមេវត្រូវតែសោកមួយជើង ពុកម៉ែបងស្រីកុំខ្លាចអីអ្នកទាំងអស់គ្នាភ្លេចហើយថាលោកពូជាអភិបាលក្រុងគ្រប់គ្រងសន្តិភាពនៅក្រុងជីងឆឹងទាំងមូលឲ្យតែចេញមុខជាងមេត្រូវតែទទួលខុសត្រូវដល់គិតមិនផុតនោះទេត្រូវហើយ ក៏ប៉ុន្តែបងប្រុសចាំងមកពេលនេះគឺជាគុណដឹងរបស់ព្រះអង្គម្ចាស់ជីងមានដំណាក់ព្រះអង្គម្ចាស់ជីងជាខ្នងបងឯងលោកពូអាចធ្វើអីបានម៉ែទៅតែទទួលបានដំណឹងមួយពួកគេទាំងពីរអ្នកឆ្លោះបែកបាក់គ្នាហើយ ម្ចាស់យាយអុកខ្ញុំមកទីនេះធ្វើស្អីល្ងាចខ្ញុំមានការត្រូវធ្វើ ចាំតិចសិនទៅឯងនឹងដឹងហើយនេះល្អិតមេវមកឆាប់មើលទេមួយនេះគឺជាកូនស្រីរបស់លោកមេតបលីឮថាការជិះសេះបាញ់ព្រួយរបស់គេពូកែណាស់ហើយចរិតវិញគឺទលាយដែរបៃស៊ូម្នាក់នេះសំនឹងឯងខ្លាំងណាស់ ម្នាក់នេះមិនល្អទេធ្វើតែមុខមាត់គេស្អាតប៉ុន្តែមានមហិច្ឆតាខ្ពស់នេះ
មួយនេះតាប់ល្អសុភាពរៀបសាររំទុំល្អបំផុតហើយ ពិតឬអត់នឹងឯងចេះមើលតម្រងមុខទៀន គ្រាន់តែមើលតម្រង់មុខមានអីទេខ្ញុំនឹងអាចមើលចិត្តទៀតផង មើលចិនរឿងនេះក៏ឯងចេះដែរ អ្នកនាងម្នាក់នេះគឺបានចំណាយប្រាក់100តម្លឹងឲ្យខ្ញុំទៀតផងប្រាក់នៅឯណាចិត្តនៅទីនោះហើយនាងព្រមចាយប្រាក់ជាច្រើនឲ្យខ្ញុំដើម្បីឲ្យខ្ញុំជួយបោះផ្លូវឲ្យនាងគឺពិតជាមានចេតនាល្អចង់បានព្រះអង្គម្ចាស់ចេញពិតប្រាកដណាស់ចំណាយអស់ពីកម្លាំងចិត្តអើយ ចឹងមែននាងចេញទៅក្រៅជាមួយខ្ញុំមកផ្លែ ធ្វើអីទេហ៎អេធ្វើអីហ្នឹងអើយ ចឹងមែននាងចង់មានន័យថាម៉េច ចង់មានន័យថាម៉េចយ៉ាងម៉េចខ្ញុំជួយរកប្រាក់ជាយាឲ្យលោកនឹងហើយយ៉ាងម៉េចដែរមានសច្ចធម៌ណាស់មែនទេ នាងយកមង្គលការយើងមកលេងសើចអញ្ចឹងយកប្រាក់យើងហើយជួយនិយាយល្អឲ្យគេនាងមានន័យយ៉ាងម៉េចឲ្យប្រកាសទៅ ខឹងខ្លាំងបែបនេះធ្វើអីទេខ្ញុំធ្វើនេះគឺដើម្បីឲ្យលោកល្អតែលោកមើលទេលោកមានអាយុប៉ុណ្ណេះទៅហើយពេលយប់ឡើងសំបីតែអ្នកច័ន្ទទ្វារម្នាក់ក៏គ្មានផងតើគួរឲ្យអាណិតយ៉ាងណាទេ នាងមិនចាំបាច់មកគិតគូរទេនាងត្រូវជាស្អីនឹងខ្ញុំបានជានាងមកពិចារណាឲ្យយើងដែរនោះ ស្រែកខ្លាំងយ៉ាងនេះធ្វើអីបើលោកពិតជាមិនចូលចិត្តទេលោកឯងនិយាយតាមត្រង់ក៏បានដែរយ៉ាងច្រើនណាស់ថ្ងៃក្រោយយប់ឡើងពេលដែលលោកត្រឡប់មកវិញខ្ញុំចាំជួយបោះធ្វើឲ្យលោកក៏បានដែរ នាងនិយាយថាម៉េច ព្រោះយ៉ាងណាក៏លោកគឺជាក្មួយប្រុសធំរបស់ខ្ញុំដែរ ចេញពីផ្ទះរបស់យើងទៅ ជាមិញរបស់លោកណាលោកមិនគោរពចាស់ទុំប្រយ័ត្នខ្ញុំទៅប្រាប់កូនកំមុំរបស់លោកណា ខ្ញុំមិនខ្វល់ថានាងជានរណាទេចាប់ពីថ្ងៃនេះទៅខ្ញុំមកបៃស៊ូនឹងចឹងមែនមិនពាក់ព័ន្ធអ្វីនឹងគ្នាទៀតទេនាងមិនមែនជាកូនធំម្ចាស់ជាយើងហើយក៏មិនមែនជាមីងយើងដែរ ចិត្តល្អបែរជាចាត់ទុកថាមានកំណត់អាក្រក់អ្នកណាចង់ស្នាក់នៅដំណាក់ព្រះអង្គម្ចាស់អន់របស់លោកនោះសមមកហើយនៅម្នាក់ប្របីចិត្តទេអើយឆាអាយ៉ាមើលតែដំណើរនេះដូចជាអស្ចារ្យណាស់អេនាងកំពុងចាប់មហាចៅដែលថ្លាមធំមួយណាដែរទេប្លន់ឃ្លៀងរត់ឬមួយក៏ធ្វើឃាតព្រះអង្គទេ ចឹងមែន លោកមន្ត្រីលោកចង់រកខ្ញុំទៅទីពីវាសនាមែនទេ ចាប់គេទៅអើខ្ញុំមិនស្គាល់នាងទេអត់ស្គាល់នាងទេ អញ្ចឹងអ្នកដែលពួកលោកចង់ចាប់នោះគឺជាខ្ញុំទេ ចឹងមែននាងមានទោសប្រើអាវុធវាយដំទៅលើគ្រួសារជាងឲ្យមានរបួសពេលនេះផោះតាមានគ្រប់គ្រាន់ឆាប់តាមពួកយើងចូលគុករងចាំការកាត់ក្តីនាំគេទៅបត់ ខ្ញុំប្រាប់ពួកលោកទៅចុះពួកលោកឲ្យខ្ញុំចូលមកគឺងាយទេប៉ុន្តែចង់ឲ្យខ្ញុំទៅវិញគឺពិបាកហើយណានេះ នាងនៅចង់ចេញទៅវិញទៀតអីយល់សពទៅចុះ ក៏បានស្នាក់នៅផ្ទះសំណាក់កត្រីចៃលុយស្នាក់នៅទីនេះហ្វ្រីក៏ល្អដែរគឺបន្ទប់ដាច់ដោយឡែកមែនទេ អ្នកទោសធ្ងន់ដូចជានាងប្រកាសជាបន្ទប់ដាច់ដល់ឡែកនៅម្នាក់ឯងចឹងហើយ អត់ហ្នឹងអូចាប់ឡើងចាប់ឡើងចង់រកបន្ទប់ដែលមានពលិគ្រប់គ្រាន់ចាំមកផ្លេតហើយបន្ទប់នេះគួរសមឆាប់អត់ធ្វើទេឆាប់ទេលើឡើង ចូលទៅ ប៉ាចេះល្អមែនមានរុក្ខជាតិពណ៌បៃតងទៀតបើមានកៅអីមួយទៀតឈប់សិនលោកបញ្ញាទៅណាខ្ញុំមិនតាន់បានកំងបង្ហូបដល់ឡើយទេប្រហែលសាច់ជ្រូក3ជាន់ត្រីឆ្ពងចំហុយបន្ទាប់មកឲ្យតែ បានហើយនៅចង់កំងមកហូបទៀតអីចាំពេលដែលហូបបាយមុនពេលបហាជីវិតនាងចាំកំង ចាំមកផ្លេត ចោះធ្វើអី ភរិយារបស់លោកពិបាកសម្រាលបើត្រឡប់ទៅវិញឥឡូវនេះគឺនៅសង្គ្រោះបានបើសិនជាយូរទៅគឺសាកសពមួយជីវិតពីរហើយ និយាយព្រេប្រាស្អីហ្នឹងប្រពន្ធខ្ញុំនៅមួយសប្តាហ៍ទៀតទើបបានសម្រាលកូន ថ្មីនេះតែលោកជួយចិញ្ចើមមែនទេភរិយារបស់លោកបានរអិលដួលគឺពិបាកសម្រាលហើយទៅទេ មិនក៏នាងដឹងពីរឿងជួសជុលចដៅនោះឬមួយក៏ រត់ត្រឡប់ទៅវិញឥឡូវនេះគឺនៅអាចតាន់ពេល ប្រពន្ធសម្លាញ់ បន្ទប់ដាច់ដោយឡែកពីគេ បងស្រីទុកចិត្តចុះគុកនៃផ្នែកយុត្តិធម៌នោះបានរៀបចំរួចរាល់ហើយពេលនេះធ្វើត្បិតតែមិនទាន់កាត់ក្តីជាផ្លូវការនៅឡើយប៉ុន្តែអ្នកយាមនៅក្នុងគុកនោះសុទ្ធតែល្បីឈ្មោះថាខូខើខ្លាំងណាស់ទោះបីជាមិនអាចយកជីវិតនាងក៏អាចបោះស្បែកនាងបានដែរ អ្នកម៉ែងពួកគេមិនអាចធ្វើហោហែចំពោះបងស្រីទៅដឹងកុំបារម្ភចំនួននាងមានកម្មអីជាងមេវនៅក្នុងគុកនោះយ៉ាងហោចណាស់ក៏ត្រូវគេបោះស្បែក3ជាន់ដែរទៅបានហួយឯងប្រកាសជាថាលោកមេគុកលីទទួលបានមេ50ដំណឹងហើយហ៎ អ្នកម៉ែទុកចិត្តចុះលោកមេគុកលីធានាផ្ទាល់មកជាមួយខ្ញុំថាគេនឹងមើលថែផ្កាយគ្រួននោះឲ្យបានល្អខ្ញុំលើថានៅក្នុងគុកនោះបាននាំឧបករណ៍ទារុណកម្មថ្មីប្រមាណឈុតមកផង ត្រូវហើយកន្លែងនេះហើយប្រើកម្លាំងតិចទេត្រែកន្លែងហ្នឹងហើយកម្លាំងប៉ុណ្ណឹងបានទេចង់ដុតទៀនកោបបន្ថែមដែរទេហ្នឹង បានតែ តាចាងឆាប់ទៅយកធូបរងាប់ចិត្តនាំមកពីស៊ីអ៊ីនមកយកមកដុតទៅបាននិយាយពីសមាជិករបស់អ្នកនាងគឺទាយត្រូវណាស់គឺអាចប្រៀបជាមួយទេវតាកណ្ដាលទៅហើយ ទេវតាពាក់កណ្ដាលអីទេខ្ញុំគឺជាទេវតារស់ណាស់ ទៅហើយអ្នកនាងគឺជាទេវតារស់ប្រពន្ធខ្ញុំអសលមិញគឺពិបាកសម្រាលសំណាងល្អណាស់តែអ្នកនាងបានចង្អុលបង្ហាញអ្នកនាងប្រៀបដូចជាអ្នកផ្ដោះកំណត់ថ្មីឲ្យគ្រួសារពួកយើងអញ្ចឹង ពួកលោកធ្វើបែបនេះពិតជាធ្វើឲ្យខ្ញុំពិបាកធ្វើការណាស់មិនអញ្ចឹងទេ
ទំលុះបន្ទប់ចូលគ្នាធ្វើជាបន្ទប់ទឹកឲ្យយើងទេ ល្អអន្តើអ្នកទាំងអស់គ្នាទំលុះជាជាងខាងឡើយទៅម៉ាត់ខ្ញុំនឹងទំលុះឥឡូវនេះ ខ្ញុំហៅលោកបង្វាងចាស់ អ្នកនាងហៅខ្ញុំអញ្ចឹងខ្ញុំមិនហ៊ានទទួលទេបើសិនជាអ្នកនាងសប្បាយចិត្តអាចហៅខ្ញុំថាសៀវវាងប៉ាបាន សៀវវាងប៉ាអី បាទ អាមួយនេះពេលដែលខ្ញុំចេញទៅខ្ញុំអាចយកវាទៅជាមួយបានទេមើលទៅវាដូចជាមានតម្លៃណាស់ មើលអ្នកនាងនិយាយចោះនេះគឺខ្ញុំកំងតាមដៃរបស់អ្នកនាងតើប្រកាសជាយកទៅបានហើយយកទៅ ល្អណាស់ល្អណាស់ លោកម្ចាស់ទីវយលោកអភិបាលក្រុងមកសួរចម្លើយអ្នកនាងទេបណ្ណាស្ងៀមស្ងាត់ជាងមេវនាងវាយដំអ្នកនាងធំគ្រួសារជាងមានរបួសធ្ងន់នាងទទួលទោសដែរទេ កុំមានមាត់ព្រោះលិមួតដាក់គេនោះខ្ញុំគឺជួយគេទេបើខ្ញុំមិនចេញធ្វើដៃទេគេបាត់បង់ព្រមចារយូរហើយ ផ្ដេសផ្ដាស់នៅក្នុងសវនកម្មបែរជាហ៊ាននិយាយសម្ដីអសរុបបែបនេះបងប្រុសស្រីថោកទាបនេះ នាង គេ និយាយថាជួយគេតើមានផុសតាងទេ សាក់សេតាបានទេ នាងជាកូនដែលគេបោះបង់ចោលបណ្ដេញចេញពីផ្ទះមកមានសាស័យមកពីណា ព្រះនាងធំហើយនឹងម្ចាស់ក្សត្រីសុទ្ធតែអាចធ្វើជាសាក់សេឲ្យខ្ញុំបាន ពិតជាមិនគួរជឿព្រះនាងធំគឺជាប្អូនបង្ការរបស់ព្រះអង្គបើព្រះនាងយាងមកបន្ត្រីទាំងអស់គឺត្រូវតែគោរពទទួលដំណើររីឯម្ចាស់ក្សត្រីវិញគឺជាមនុស្សគោរព3ជំនាន់ព្រះអង្គបានប្រទានមកគាត់ហង9មិនក៏ឲ្យទ្រង់ធ្វើសាស័យឯងលោកពូស្រីថោកទាបនេះចេះតែនិយាយប្រដេកប្រដាស់ខ្ញុំយល់ថាមិនអញ្ចឹងទេដាក់ទារុណកម្មតែម្ដងទៅទោះយ៉ាងណានាងក៏ត្រូវយើងបណ្ដេញចេញទៅហើយក្រែងលោកពូចាប់នាងនៅចំពោះមុខពួកយើងហើយតើនិយាយទៅក៏មានហេតុផលទាហ៊ានវាយគេឲ្យខ្លាំង30ដំបងទៅវាយរហូតដល់គេទទួលកំហុសព្រះហើយវាយឲ្យគេទទួលកំហុសអីដូចជាកោតទៀតអី គួរអត់ណាស់មែនហើយ យើងប្រាប់ពួកឯងទៅចុះដំបងរបស់ឯងបើហ៊ានតែវាយចុះមកយើងនឹងឲ្យគ្រួសារពួកឯងមិនអាចរួចខ្លួនទេ ឈប់ភ្លាមនៅទៅផ្សាហ្វាងនៅទីនេះយើងនឹងចាំមើលថាអ្នកណាហ៊ានប៉ះពាល់នាងផ្លាកសញ្ញារបស់ព្រះអង្គប្រទានឲ្យយើង ម្ចាស់ស្ត្រីពាន់ឆ្នាំម្ចាស់ស្ត្រីពាន់ឆ្នាំម្ចាស់ស្ត្រីព្រះនាងធំទ្រង់ទាំងពីរយាងមកទីនេះខ្ញុំម្ចាស់មិនបានទទួលសូមទ្រង់រាជទានទោស យើងឮថាពួកឯងកំពុងតែសួរចម្លើយរឿងក្តីរបស់គ្រួសារជាង មិនខុសទេស្រីចង្រៃនេះបន្លំខ្លួនធ្វើជាកូនបង្ការគ្រួសារជាងរយៈពេល20ឆ្នាំក្រោយពេលដែលត្រូវបណ្ដេញចេញហើយនាងក៏មានចិត្តគុំគួនវាយអ្នកនាងធំគ្រួសារជាងឲ្យមានរបួសធ្ងន់ធ្ងរអ្វីដែលគួរខឹងនោះគឺគេនិយាយថាម្ចាស់ស្ត្រីនិងព្រះនាងធំអាចធ្វើជាសាស័យគេបានពិតជាមិនចេះខ្មាស់អៀនមែន ឈប់សិនពួកយើងពិតជាធ្វើសាក់សីឲ្យនាងបានពិតមែន ម្ចាស់ស្ត្រី នៅថ្ងៃនោះមានខ្មោចល្មមកម្មម្នាក់បានសន្ធិដ្ឋក្នុងខ្លួនគ្រួសារជាងមិនត្រឹមតែលេងសើចជាមួយអ្នកបម្រើក្នុងដំណាក់ទេនៅចង់ប្រាក់ដៃជាងជាមួយម្ចាស់ស្ត្រីទី ព្រះអើយអ្នកនាងគ្រួសារជាងត្រូវខ្មោចលំកម្មសន្តិ ម្ចាស់ស្ត្រីគឺមានទោសប្រហារជីវិតវាយគេប៉ុណ្ណឹងស្រាលពេកហើយបែរដល់ស្រាលណាស់ហើយព្រះនាងធំពាក្យសម្ដីរបស់ព្រះនាង យើងមកធ្វើជាសាក់សីដល់ខ្លួនឯងផ្ទាល់នៅហ៊ានថាអ្វីដែលនិយាយមិនពិតទេ មិនហ៊ានទេម្ចាស់ស្ត្រីធ្វើសាស័យដោយផ្ទាល់រឿងនេះគឺជាការយល់ច្រឡំខ្ញុំសូមប្រកាសជាងមេវគ្មានទោសអីនោះទេដោះលែង នេះ ជាងមេវនាងអាចទៅបានហើយ ខ្ញុំមិនទៅ នាងនិយាយថាម៉េច សំចែងយើងចង់មើលទៅមើលថាគុកនេះពិតជាស្រួលខ្លួនដោយដែលឯងបាននិយាយនោះពិតមែនដែរទេអោះនេះជាតំពេងបាយជូរដែលទៅមកពី CE ដឹកជញ្ជូនមកបញ្ញាប់ចំងាយ800យើសាក់ភ្លុកមកទៅពិតជាផ្អែមមែន អូយព្រះម្ចាស់ថ្លៃហើយទ្រង់ទាំងពីរគឺស្លឹកមាសវ៉ពេជ្រមិនក៏មកចូលក្នុងគុកបែបនេះបើសិនជាមានរឿងអីកើតឡើងនោះទោះបើគុំមានក្បាល10ក៏មិនគ្រប់ប្រហារដែរទ្រង់ទាំងពីរឆាប់ចេញទៅវិញទៅក្រាបទូលយើងចេញទៅវិញទៅបើនាងល្អិតមែនមិនទៅពួកយើងក៏មិនទៅដែរ ព្រះម្ចាស់ទ្រង់រកទូលបង្គំហ៎6ម៉ោងទៅហើយមិនក៏គ្មានដំណឹងអីអញ្ចឹងក្រែងព្រះអង្គមានបន្ទូលថាផ្ដាច់ទំនាក់ទំនងជាមួយអ្នកនាងជាងហើយតាពេលនេះនៅផ្ទះសាធ្វើស្អីមកច្រើនខាងម្ចាស់បងនិងម្ចាស់យាយតើមានដំណឹងអីដែរទេនៅមិនទាន់ត្រឡប់មកវិញទេមិនទូលបង្គំលើដំណឹងថាអភិបាលក្រុងយកគាត់ទៅឃុំក្នុងគុកធំហើយថាម៉េចត្រៀមសេះទៅបាទ យ៉ាងម៉េចហើយស្រួលខ្លួនទេ ស្រួលខ្លួនណាស់ ពិតជាម៉ាសាបានល្អខ្លាំងណាស់
ប៉ុន្តែនាងល្អិតមេវយើងនៅចង់សាកល្បងគ្រូម៉ាក់សាលេខ10ដែលឯងនិយាយនោះ ឯងតើហៅគ្រូម៉ាសាលេខ10យកមក បាទ ម្ចាស់ស្ត្រីគ្រូម៉ាសាលេខ10រីករាយនឹងបម្រើសេវាកម្មឲ្យទ្រង់ ល្អណាស់ឆាប់ចូលមក ក្រាបទូលអាយព្រះម្ចាស់ថ្លៃហើយសូមអ្នកនាងចេញពីគុកទៅអ្នកនាងចិត្តទូលាយខ្ញុំមានភ្នែកតែអត់ប្រស្រីពេលនេះខ្លាញ់ជ្រូកបាំងភ្នែកចិត្តអស់ហើយ បានហើយព្រោះថាយ៉ាងនេះលោកគឺជាពូបង្កើតជួយក្មួយស្រីខ្លួនឯងក៏ជារឿងធម្មតាដែរ អូយនាងថោកទាបនាងបានចាត់ប្រកាន់គេមិនអោនក្បាលទទួលកំហុសទៀត មិននឹងអាចវាយក្មួយស្រីបានយ៉ាងណាក៏លោកគឺជាបងប្រុសរបស់អ្នកស្រីជាងដែរជួយញៀនមិនជួយច្បាប់ក៏អាចយល់បានដែរណា ស្រីពឺពលមិនដែលចេះបង្រៀនកូនឲ្យបានល្អទេហើយនៅទម្លាក់កំហុសមួយបង្កើតគេទៀត មិននឹងអាចវាយបងស្រីបង្កើតទេនេះថ្ងៃក្រោយមិននឹងអាចធ្វើជាមន្ត្រីរួមគ្នាក្នុងរាជការតែមួយជាមួយនឹងបងថ្លៃបានទេ មន្ត្រីរួមគ្នានៅក្នុងរាជការតែមួយឥឡូវនេះគេគឺជាអ្នកទោសហើយកុំនាំទុកដល់យើងឲ្យសោះណា រីឯក្មួយប្រុសម្នាក់នេះវិញ យើងមិនចង់ធ្វើជាពូម្នាក់នេះទេនឹងលឿងគឺក្រោមប្រកាសជាមិនមែនជាមនុស្សល្អនោះទេ អាយ៉ាលោកម្ចាស់មិនក៏លោកធ្វើបែបនេះបាននិយាយឲ្យត្រង់ទៅក្រែងជាគ្រួសារតែមួយឯង ក៏ត្រូវដែរសុទ្ធតែជាគ្រួសារតែមួយគ្រួសារនេះគឺសុទ្ធតែមិនមែនជាមនុស្សល្អទេចាប់បញ្ចូលគុកទាំងអស់ទៅចាប់ឡើងចុះទៅ ថាម៉េចខ្ញុំមិនចង់ធ្វើជាអ្នកចិត្តខាតរបស់ពួកគេទេឆាប់ទៅឡើងឆាប់ទៅ អើយតាមស្រួលសូមតាមស្រួល នេះជាដល់សានប្រខែហើយខ្វះម្នាក់ក៏មិនសូវល្អដែរ សែនព្រះខែ លោកក៏ចោលទៅដែរទេ អូយ គ្រួសារគឺត្រូវតែរៀបរយបែបនេះបាយ ម្ចាស់ស្ត្រីឲ្យព្រះនាងធំយើងមិនចូលចិត្តមុខឯងតាមបញ្ជូមកសំមុខឯងភ័យអាទៅហ៊ានគុកតូចតាចឯងនេះយើងចូលគ្រួសារឯងជាបន្តគឺមានតែការសួយតែប៉ុណ្ណោះទេនាងជាផ្កាយសំណារបស់ឯងពិតមែន ពងម៉ែបងប្រុសឲ្យតែមើលគ្រួសារពួកយើងនៅជាមួយគ្នាគឺសំណាងដ៏ធំបំផុតហើយតែពិតទេអាយ៉ាកូនលងម៉ែស្ទើរតែត្រូវពូឯងបោកបាត់ទៅហើយណាពិតជាស្មានមកដល់ពិតមែនហើយម៉ែ ឲ្យតែយើងមានជីវិតរស់នៅគឺយើងនៅតែមានសុខបែរហើយ ពិតជារំភើបខ្លាំងណាស់ប៉ុន្តែគួរស្ដាយសំណាងរបស់ពួកឯងត្រូវស្រូបយកស្ទើរតែអត់ទៅហើយដល់ពេលដែលត្រូវដូរមួយគ្រួសារទៀតហើយបៃស៊ូពិតជាកតញ្ញូមែនដឹងថាត្រូវចាំអ្នកមីង អ្នកមីងស្អីទៅមិនមែនចាំអ្នកមីងទេ បើមិនមែនចាំអ្នកមីងទេអញ្ចឹងចាំស្អីមិនមែនទេ មិនមែនកំពុងតែរងចាំអ្នកដែលស្រឡាញ់ម្នាក់ណាទេដឹងអូហូ មកចាប់បោះនិយាយពីប្រាស្អីហ្នឹង អាយ៉ាម្ចាស់យាយតោះយើងទៅពួកយើងដើរទៅវិញទៅ អេមានរទេះសេះមិនជី ពីថ្ងៃនេះនៅក្នុងគុកញ៉ាំច្រើនពេកដូចជារឿងធន់តិចហើយឲ្យពួកគេទាំងពីរជិះរទេះសេះទៅពួកយើងដើរទៅឲ្យស្របទៅ មែនហើយដើរទៅ មកចាប់បោះម្ចាស់យាយបែបនេះគឺមិនសមរម្យទេ សំរុំបៃស៊ូមើលថែនាងល្អិតមេវនេះឲ្យបានល្អលើទេ ពួកយើងទៅ តោះទៅ បន្លែព្រះច័ន្ទស្អាតណាស់មិនអញ្ចឹងទេពួកយើងដើរលេងទៅ អ្នកទាំងអស់គ្នាដើរកាត់កុំឲ្យរំលង អ្នកទាំងអស់គ្នាđãឆ្លងកាត់កម្លាំងរំលងការសម្ដែងពិសេសចិត្តចាប់ដើមហើយបំបែកនំថ្មលើទ្រូង អីត្រង់មកចាញ់ត្រង់មកតែងអី ធ្វើបែបនេះមិនសមទេអ្នកទាំងអស់គ្នាប្រយ័ត្នចិត្តចាប់ដើមហើយហឺហូ ល្អ ហូអស្ចារ្យណាស់អូយល្អមែន លិចនេះគឺកាន់តែល្អជាងមុនទៀតការបាច់ថ្មលើទ្រូងរបស់លោកបងម្នាក់នេះគឺល្អជាងគេបំផុតនៅក្រុមជីងឆឹងនេះព្រះម្ចាស់សរសើរគេប្រមាណម៉ាត់អីគឺពិតជាល្អណាស់ល្អណាស់ល្អ អរគុណទាំងអស់គ្នាជួយផងមានប្រាក់ចំណាយប្រាក់មានប្រាក់ចំណាយប្រាក់ដាក់ទៅហើយ សូមតែប្រាក់ហូបមានមួយចានកុំគ្រប់ផង អរគុណ បានមើលការសម្ដែងក៏មិនចាំបាច់បើកប្រាក់ដៃឆាប់
ហូបថ្នាំនេះទៅគ្រូប៉ែនិយាយហើយថាបើបងមកផឹកថ្នាំតិចចកេះបងនឹងខូចហើយហ្នឹង បាទប្រាក់មកពីណាទិញថ្នាំសុំបីតែថ្លៃបងរៀនឲ្យកូនក៏មិនទាន់សន្សំគ្រប់ផង កូនស្រីធំអញយករបស់អីគេបាក់នោះយកទៅលក់ហើយកូនទី2តលីបើអីគេនៅកំពង់ផែមួយថ្ងៃបើសិនជាបងមានរឿងអីកាត់ឡើងនោះចាំពួកជាង3នាក់គិតយ៉ាងម៉េចលោកពុកថ្ងៃនេះខ្ញុំរកបានប្រាក់បាន2សេន មានប្រាក់ហើយណាស់អាចទិញរបស់ឆ្ងាញ់បានហើយ ណាត្រូវការទេលោកប៉ឹងនេះបងឆាប់ផឹកទិញ អូតាលាវលោកម្ចាស់ទាំង3ការសំដែងនៅលើផ្លូវនេះគឺត្រូវបង់ថ្លៃការពារថ្ងៃនេះខ្ញុំរកប្រាក់មិនបានប្រហែលទេរកបានតែ20សេនប៉ុណ្ណោះអាចឆ្រៃវាយគេទៅអូយអីស្លាប់ទៅកម្រើអាល្ងងឯងនេះសំដែងក៏គ្មានមនុស្សមើលដែរធ្វើអាយ៉ានាងតូចម្នាក់នេះបាទដេកនៅលើនេះហើយដាក់ដុំថ្មនេះប្រកាសជាមានមនុស្សមើលសាច់ខ្ចីស្បែកកតុនបែបនេះទៀតចូលទៅ កុំអីខ្ញុំទៅ ចាប់ជាប់ចាប់ទៅតែញ៉ា ខ្ញុំទៅចង់ងាប់ហើយខ្មោចឆាប់រត់ទៅពួកឯងឆាប់រត់ទៅសូមអរគុណអ្នកមានគុណសូមអរគុណអ្នកមានគុណ អ្នកមានគុណបានជួយពួកខ្ញុំនឹងសម្ដែងស្រីដាក់ខ្ញុំទៅរៀបចេញមួយឲ្យមែនកុំអីស្រេចធំសុខភាពរបស់ឯងនេះមិននឹងអាចសម្ដែងបានទេសុខភាពបងស្រីមិនល្អតើឲ្យខ្ញុំសម្ដែងជំនួសគាត់វិញក្រោបឡើងមកណែគេរាល់ថ្ងៃហាត់បានល្អណាស់ថ្ងៃនេះបានជួបនឹងអ្នកមានគុណគឺមានអារម្មណ៍ភ័យបន្តិចហើយខ្ញុំមកតែគេបជាសម្ដែងបានល្អនេះប៉ាត់មែននេះអ្នកសិល្បៈតូចអបកាដូចជាឯងនេះយ៉ាងហិចនេះក៏មានតម្លៃស្មើនឹងប្រាក់20តម្លឹងដែរហើយយ៉ាទទួលមិនបានទេកូនក្មេងគ្រាន់តែលេងបន្តិចប៉ុណ្ណោះមិននឹងអាចទទួលប្រាក់លើទឹកចិត្តច្រើនបែបនេះបានទៅ មិញនេះខ្ញុំនឹងជម្រាបការសម្ដែងមួយលើករបស់ពួកលោកនេះហើយចូលគ្នាទៅពីរលើកចឹងនៅសាននោះចាត់ទុកថាជាកាប់ប្រាក់ចឹងប៉ុន្តែរបស់ពួកលោកនេះក៏មិនជាមុខរបរយំវាញ់ដែរ ចកែខ្ញុំជាហើយពិតជាប្រសើរណាស់អរគុណអ្នកមានគុណហើយអរគុណអ្នកមានគុណណាស់ ត្រឡប់ទៅស្រុកពេញស្រែប្រហែលហាកាត់ទេសុំផ្ទះមួយសម្រាប់ជ្រកភ្លៀងហើយចាំបញ្ជូនកូនត្រីនៅសំណាក់រៀនទេណាណាគុណប្រកាសជាអាចមានមុខរបរមានមុខមាត់ហើយចាបាន អរគុណអ្នកនាងខ្លាំងណាស់ប៉ុន្តែអ្នកនាងឲ្យច្រើនបែបនេះពួកយើងសតតែជាធម្មតាមិននឹងអាចទទួលបែបនេះបានទៅមែនហើយកំឡុនបើសិនជាពលលោកសុបែបនេះប្រាក់ខ្ញុំនឹងយកត្រឡប់មកវិញហើយណា អរគុណអ្នកមានគុណហើយអរគុណអ្នកមានគុណណាស់អរគុណអ្នកមានគុណណាស់សូមអរគុណអ្នកមានគុណណាស់ក្រោកឡើងទៅផ្ទះ ព្រះអម្ចាស់នៅឈរស្ងៀមមើលបែបនេះក៏មិនមានបង្ហាញអ្វីសោះ យើងនៅតែតាមពួកគេ ហើយខ្ញុំតែសាបអនកសោរួចរាល់តែក៏ទទួលបានរង្វាន់ដែរទេមនុស្សល្អនេះគឺត្រូវតែទទួលបានផលល្អតែត្រូវមិនអាន នឹងចង់បានមែនទេ បើចាស់ខ្ញុំនិយាយឲ្យនេះផ្ទះសំណាក់អ៊ីឡៃនៅពេលដែលខ្ញុំស្នាក់នៅហើយមានអារម្មណ៍ថាស្រួលខ្លួនណាស់ដែរតែខ្វាយដែលញ៉ាំកាពីប្រហែលថ្ងៃមុនក៏ជាចំផើរបស់គ្រូសាលោកជាអ្នកធ្វើដែរត្រឹមទាំងហើយប្រហែលកន្លែងអស់នេះតែអាចខ្ញុំបានខ្ញុំតែយកប្លង់ដីឲ្យនាងឥឡូវនេះ ទីឡង យ៉ាងម៉េចមិនសមរម្យទេហ៎ លោកបាជាយកប្រមលឿនយ៉ាងនេះដូចជាសមត្ថភាពក្នុងការតបថែរបស់ខ្ញុំនេះគឺដូចជាអានពេកអី ឲ្យតែជាសំណុំពររបស់នាងគ្មានអីដែលមិនអាចយល់ព្រមបានទេទាំងអស់នេះពីដំបងឡើយក៏ត្រៀមសម្រាប់ថ្លៃបណ្ណាការដែរ ថ្លៃបណ្ណាការព្រះអម្ចាស់មិនត្រូវពលិប្រច័ណ្ឌរហូតដល់ងងឹតមុខឆឹងទេអី អញ្ចឹងនាងយល់ព្រមរៀបការធ្វើជាភរិយារបស់យើងដែរទេអញ្ចឹងតើនាងយល់ព្រមរៀបការធ្វើជាភរិយារបស់យើងដែរទេ គឺថ្មីនេះខ្ញុំកំពុងតែសម្រាប់តំងន់តាមអាហារកំគោនឹងធំឲ្យខ្ញុំអី ថ្ងៃស្អែកមានពិធីជួបលៀងនៅក្នុងគ្រួសារនាងទៅជាមួយខ្ញុំទៅខ្ញុំនឹងស្នើព្រះអង្គឲ្យប្រទានមង្គលការនៅមុខមន្ត្រីទាំងអស់ដល់ពេលនោះនាងប្រកាសជានឹងឲ្យថាមាត់របស់យើងនេះគឺមិនដែលនិយាយសម្ដីលេងសើចទេ លោកគ្រូ ព្រះអង្គម្ចាស់ជីងបាននាំម្ចាស់ស្ត្រីនិងព្រះនាងធំមកធ្វើការធានាឲ្យជាងមៀវទៅហើយឯងនៅព្រះអង្គម្ចាស់ជីងគឺគ្មានរិស័យទៀតទេ មកក៏គ្មាននិស័យនោះឲ្យតែព្រះអង្គម្ចាស់មិនទាន់ចេញបញ្ជីពួកគេមិនទាន់មានឋានៈអ្វីប្រកបទេក្រែលោកគ្រូមានជំនាញកែវាសនាមិនទេលោកគ្រូដឹងច្បាស់ជាងគេទាំងអង្គព្រះអង្គម្ចាស់ជីងមានចំហាយពណ៌ស្វាយក៏ប្រពងប្រកាសជាធ្វើព្រះអង្គបានតែឆ្នាំនោះខ្ញុំបានជួយលោកគ្រូពីផ្លូវកັບខ្មោចលោកគ្រូតែជួយខ្ញុំឡើងតំណែង
ថ្មីនេះនៅក្នុងដំណាក់របស់ព្រះមហេសីមិនសូវជាស្ងប់សុខទេបើសិនជាអាចដោះស្រាយរឿងមួយនេះបានប្រកាសជាទទួលបានការជឿជាក់ពីព្រះមហេសីទទួលបានព្រះរាជបញ្ជាប្រទានមង្គលការពីព្រះអង្គត្រូវចាំថានេះគឺជាលើកចុងក្រោយហើយ10ឆ្នាំមុននាងបានជួយជីវិតយើងថ្ងៃនេះយើងសងការកែប្រែវាសនានេះឲ្យទៅនាងវិញកុំចូលមកអីកុំចូលមកអីជួយយើងផងកុំអីព្រះមហេសីអ្នកនាងចឹងមហេសីតាំងពីមកវិហារព្រះវិញក៏ខ្លាចតែច្បាប់នេះអ្នកនាងមើលទៅចេញមកព្រះមហេសីតាត្រឹមមិនអីទេមិនសាទៅបាត់ហើយនេះគឺជាកូនសិស្សដែលជាក្បួនអ៊ីងយ៉ាងរបស់ព្រះគ្រូនោះវិញមហេសីមានផ្នែកយើងវិញហ្នឹងមានចង់រក្សាពលឹងនេះហ្នឹងមិនសាច់ទាំងឡាយនោះមិនអាចមកក្បែរព្រះមហេសីក្នុងចន្លោះពេល10យុទ្ធបានប្រកាសហ្នឹងមហេសីប្រកាសជាមិនអាចចាក់ឆ្ងាយពីដំណាក់នេះបាននោះទេនិយាយទៅអញចង់បានអីមានរាប់សិបម៉ឺនដំឡឹងឬមួយជាតំណែងដែលព្រះអង្គប្រទានមកចឹងគាត់តែចង់សម្បមហេសីចេញបញ្ជាប្រទានមង្គលការឲ្យខ្ញុំមកចឹងនៅព្រះអង្គម្ចាស់ជីងមកបៃស៊ូល្អយើងយល់ព្រមនឹងឯងប៉ុន្តែឋានៈរបស់ឯងនៅពេលនេះមិនអាចស័ក្តិសមជាមួយនឹងគ្រួសាររាជវង្សបានទេផ្សព្វផ្សាយបញ្ជាយើងពីថ្ងៃនេះតទៅប្រទានតំណែងឲ្យជាងជីងហោះចិត្តប្រណីចាយ៉ាងទទួលបានការគោរពស្មើនឹងកូនស្រីរបស់ព្រះអង្គម្ចាស់អរគុណព្រះមហេសីក្រាបថ្វាយបង្គំព្រះអង្គម្ចាស់ជីងលោកម្ចាស់ម្នាក់ដែលស្លៀកសម្លៀកបំពាក់ពណ៌ក្រហមនោះមកចឹងមើលកែកគឺពិតជាសំខាន់ណាស់នាងនោះគឺជាមន្ត្រីឧបរាជកណ្ដាលថ្នាក់ទី2បើមើលពីខាងក្រៅគឺអាចលើកឡើងនៅចំណុចអាក្រក់ទាំងអស់របស់មន្ត្រីទាំងអស់ហើយមានវិន័យចំពោះខ្លួនឯងតែនៅពីក្រៅក្នុងវិញបានចិញ្ចឹមស្រីនៅក្រៅដំណាក់ភៀងខាង3ដំណាក់ឯណោះអេមកកត្រង់សំបុចតរឿងដែលគេចិញ្ចឹមស្រីនៅខាងក្រៅនោះក៏ប្រាប់ខ្ញុំម្ចាស់ដែរអញ្ចឹងព្រោះថាគេមិនមែនជាមនុស្សល្អនាងក៏មើលគេច្រើនពេកអីគេចិញ្ចឹមស្រីនៅខាងក្រៅហើយនៅមានមុខមាត់សង្ហាបែបនេះទៀតគឺពិតជាគួរស្ដាយណាស់នៅមើលទៀតយើងនឹងឲ្យគេទៅលីងណាចិញ្ចឹមស្រីនៅខាងក្រៅអស់មួយជីវិតព្រះនាងចៅយ៉ាងមកដល់ហើយមកក៏ជាឯងយ៉ាងម៉េចបានជួបព្រះនាងដូចជាយើងហើយមិនធ្វើការគ្រប់ទៀតយើងនៅពេលនេះគឺមិនដូចការពីមុនទៀតនោះទេណាហាចាសំអាងលេខយ៉ាងប្រមាណសលេងក៏អាចបដូរជាមួយនឹងតំណែងជាព្រះនាងថាគេថាខ្លួនឯងគឺជាស្លឹកពូមាសស្លឹកពេជ្រទៅហើយឯងព្រះអង្គយាងមកដល់សូមថ្វាយបង្គំព្រះអង្គមិនបាច់គួរសមទេយើងដូចជាបានឮសម្លេងប្រកាសគ្នាបាញ់មិញនេះព្រះអង្គទូលបង្គំស្ម័គ្រចិត្តស្នើសុំស្រីត្រកូលជាងឈ្មោះជាងមាវជាភរិយាតាំងពីដើមមកឯងមិនចូលចិត្តឲ្យមនុស្សស្រីមកក្បែរខ្លួនទេមិនក៏សុកបដូរចិត្តហើយនាងឃើញប្រាក់គឺបើកភ្នែកប៉ុន្តែតែងតែចំណាយប្រាក់អស់ពីខ្លួនជួយដល់អ្នកក្រខ្សត់ប្រាក់20ដំឡឹងដែរមានមាត់ឆើតែចិត្តទុនតែងតែជួយរកយុទ្ធធម៌ដល់វិញ្ញាណខ្មៅដែលគ្មានកំហុសចំពាក់បងស្រីនឹងជួយជំទាវឲ្យឯងវិញមានសមត្ថភាពពេញខ្លួនតែបែរជារៀបតបទូទាដើម្បីរកប្រាក់អ្វីដែលគួរឲ្យខឹងនោះគឺនាងបានលួចញ៉ាំត្រីដែលខ្ញុំចិញ្ចឹមលោកមួយចាស់ហើយនៅដឹងថាចាយទុកឲ្យខ្ញុំពាក់កណ្ដាលទៀតក្នុងជាតិនេះខ្ញុំបានជួបជាមួយនឹងនាងក្នុងគ្រួសារមន្ត្រីជាច្រើនក៏បានជួបនឹងស្រីស្អាតនៅប្រទេសដទៃទៀតដែរមានតែនាងទេដែលអាចធ្វើឲ្យឈើពុកខ្លាយទៅជាឈើដែលរស់មកវិញបានអាចធ្វើឲ្យភាពរងាទៅជាភាពកក់ក្ដៅសូម្បីតែមនុស្សគ្មានមនោសញ្ចេតនាហើយមានឈាមត្រជាក់ដូចជាខ្ញុំក៏បានភ្លក់រសជាតិការនឹករលឹកការបារម្ភបានដែរអ្នកណាគេតត្រីឲ្យលោកទេតាមការពិតនោះលោកជាអ្នកដណ្ដើមគេសោះនឹងបានក្រោកឡើងចុះយើងអនុញ្ញាតឲ្យឯងព្រះអង្គព្រះមហេសីបានចេញបញ្ជាប្រទានមង្គលការឲ្យខ្ញុំម្ចាស់នៅព្រះអង្គម្ចាស់ជីងហើយយកឡើងមកពិតជាអសររបស់ព្រះមហេសីមែនចម្លែកណាស់ថ្ងៃនេះយើងមិនបានជួបនឹងព្រះមហេសីទេក្រាបទូលព្រះអង្គព្រះមហេសីមានបន្ទូលថាព្រះមហេសីមិនស្រួលប្រកាយថ្ងៃនេះមិនមកចូលមិនបានចូលរួមទេព្រះមហេសីមានជំងឺមិនក៏គ្មានអ្នកមកទូលយើងចឹងទីហ៊ានធ្វើដំណើរទៅដំណាក់ហ្វុងអ៊ីកុំចូលមកអីពួកឯងកុំចូលមកព្រះមហេសីព្រះមហេសីកុំចូលមកព្រះមហេសីត្រង់ចាំមកអីចឹងទៅព្រះមហាសីអូននេះអូនកំពុងតែធ្វើអីព្រះអង្គមិនក៏ព្រះមហេសីស្រីឲ្យជួយបណ្ដាសម្រាប់ខ្លួនឯងមិនដែរអញ្ចឹង
ចាំបាត់ទ្វាចិនសំព្រះអង្គប្រតិទិនទៅនៅក្នុងវៀងមានខ្មោចអាក្រក់ខ្ញុំម្ចាស់ដឹងថាមានរឿងមិនប្រកបដោយយូរហើយប៉ុន្តែព្រះមហេសីទ្រង់ខ្លាចចិត្តព្រះអង្គមកចង់ឲ្យទ្រង់បារម្ភយន្តសាបលឹងនេះគឺឲ្យរក្សាសុខភាពឲ្យសុខសាន្តបានឲ្យតែបាត់ទ្វាបង្អួចចិត្តវិញមកចុះឲ្យជាបាត់តែសម្បកក្រៅមកជាបាត់ពីខាងក្នុងនេះក៏បង្ហាញឲ្យគេឃើញដែរមកចេះខ្មាស់គេមែនអាចចេះដល់ស្អី នៅនាងចេងធ្លាប់បានវិញ្ញាណបិសាចដែលស្ថិតក្នុងខ្លួននៃចក្រសត្រីហើយធ្លាប់បានជួយជីវិតរបស់យើងទៀតបើសិនជានាងនៅតែនិយាយសម្ដីមិនគួរសមទៀតជាងមៀវព្រះអង្គម្ចាស់ជាងធ្វើការធានាឲ្យនាងតែនាងមានវិធីល្អដែលអាចជួយដោះស្រាយបានដែរទេព្រះអង្គពាក្យចាបុរាណនិយាយថាផ្ទះណាក៏មានដំរាដែលពិបាកសូត្រដែរប៉ុន្តែផ្ទះរបស់ទ្រង់នេះគឺមានដំរាក្រាស់ខ្មឹកខ្លាំងណាស់មានដំរាដល់ទៅ4អែននោះនេះគឺចំនួន4តើសម្ដីនេះមានន័យថាម៉េចពីព្រោះថាពួកគេនៅទីនេះទាំងអង្គបង្ហាញខ្លួនចេញមកបង្ហាញខ្លួនចេញមកអូយងាប់ហើយខ្មោចហើយអូយហើយខ្លាចនេះគឺជាស្នំឯសិនស្នំឯលីងស្នំឯទើនិងស្នំឯជីងដែលបានធ្លាចាក់លោករបស់យើងតាហេតុអីបានគេចង់សម្លាប់ព្រះមហេសីអញ្ចឹងបញ្ហាមួយនេះទុកឲ្យមហេសីជាអ្នកបកស្រាយខ្លួនឯងទេថាពួកគេទាំងនេះស្លាប់ដោយរបៀបណាទេព្រះអង្គខ្ញុំម្ចាស់ចូលវៀងជាង10ឆ្នាំហើយត្រង់មកដល់ស្គាល់ចិត្តខ្ញុំម្ចាស់ច្បាស់ទៀតនៅពេលនេះត្រង់ស្ដាប់ការញុះញង់ពីអ្នកក្រៅខ្ញុំម្ចាស់សុទ្ធតែស្លាប់វិញអត់ជាងមីវព្រះមហេសីមានឈ្មោះល្បីល្បាញខាងមានចិត្តមេត្តាករណាឯងមិនអាចមកបង្កើតបង្ខូចត្រង់បានទេតាមពិតគឺមកពីស្នំទាំងនេះមានអាយុខ្លីប៉ុណ្ណោះតែការជាមកកើតបង្ខូចឬអត់នោះសួរពួកគេទេគឺដឹងហើយសួរយ៉ាងម៉េចទៅគឺបជាងាយងាយណាស់បានប្រាឆ្លើយសំណុំម្នាក់នោះមួយបនដំឡឹងគ្មានការខ្លែងបន្លំព្រះអង្គបច្ចុប្បន្នច្រឡេមែនលោកម្ចាស់ទាំងអស់គ្នាវិញនោះបើសិនជាមិនបានប្រាក់ទេនៅពេលនេះគឺអាចចេញទៅវិញបានហើយអេបដាទូលបង្គំគឺជាមន្ត្រីស្មោះត្រង់មិននឹងអាចលោកម្ចាស់លីជាមន្ត្រីក្នុងគ្រួសារអ្នកប្រាជ្ញដែលគោរពបំផុតនៅសច្ចៈទៀងត្រង់សុចរិតលោកមិនចង់មើលដោយមិនបងប្រាក់មែនទេទ្រង់ពិតជានៅក្បែរមនុស្សល្អធ្វើតែអំពើល្អនៅក្បែរមនុស្សអាក្រក់សាងអំពើអាក្រក់ពិតមែនព្រះអង្គម្ចាស់ជីងពេលនេះបែរជារៀនធ្វើអ្នកផ្សារទៅហើយ1000ដំឡឹងនេះឲ្យទ្រង់បានហើយដំណាក់កាលបងប្រាក់នោះគឺបានបញ្ចប់ហើយនៅពេលនេះដល់ពេលស្ដាប់រឿងពិតហើយ2ឆ្នាំមុនយកដែរព្រះអង្គយើងចេញពីវៀងនោះព្រះមហេសីពិតជារងចាំមិនបានទៀតទេម៉ែដាស់របស់ទ្រង់បាននាំអ្នកបម្រើខ្ញុំម្ចាស់ជួយលាវឆ្លៀតពេលដែលខ្ញុំគេងលក់នោះគឺយកកន្សែងមានថ្នាំសន្លំមកទុកមករបស់ខ្ញុំម្ចាស់បន្ទាប់មកនោះក៏យកខ្ញុំម្ចាស់ជួលក៏នៅលើថ្នាំស្លាប់យ៉ាងវេទនាព្រះមហេសីអូនមិនអញក៏មកនិយាយប្រដាស់នោះព្រះអង្គនៅចង់ការពារវាទៀតទេចង់ស្មាតតែពលម្នាក់នេះសុកចិត្តចែកត្រង់ឲ្យអ្នកដតីឬនៅពេលត្រង់តំណាក់ពួកយើងគេនឹងកាត់ជួងដាក់ដល់ឲ្យដំណាក់ពួកយើងថាទាំងដាក់ខ្សែចូលក្នុងកញ្ញាពួកយើងទៀតផងអត់ទេព្រះអង្គបើសិនខ្ញុំម្ចាស់មានចិត្តចំណែកនោះមិនអាចរស់ស្នាប់ឲ្យត្រង់រៀងរាល់ឆ្នាំនោះពួកគេនៅពេលនៅរស់ចូលចិត្តដាក់ប្តីស្រឡាញ់គ្នានៅពេលស្លាប់ហើយនោះបង្កើតបង្ខំខ្ញុំម្ចាស់ទៀតធ្វើជាស្ត្រីគ្រប់លក្ខបណ្ដាសម្រាប់មនុស្សបណ្ដាមហេសីទង្វើអាក្រក់បែបនេះបើចិត្តតាំងខ្លួនថាចំណូលអត់ធំព្រះអង្គនាងម្នាក់នេះអាចនិយាយជាមួយខ្មោចបាននាងក៏ជាបិសាចដែរបងស្រីពិតជានិយាយច្រើនមែននៅពេលចាស់ខ្ញុំម្ចាស់ទម្លាក់ចូលក្នុងតកនោះមកក៏មិនអត់ខ្ញុំម្ចាស់និយាយច្រើនម៉ាត់ដូចឆ្នៃដែរទេហើយព្រះអង្គទ្រង់តតមើលចឹងមហេសីល្អរបស់ទ្រង់យកថ្នាំរំលូតកូនបដូរជាមួយថ្នាំរក្សាកឲ្យខ្ញុំម្ចាស់ផឹងទ្រង់ហាត់មើលទៅក្លិនមួយនេះតើទ្រង់ធ្លាប់ស្គាល់ដែរទេនេះគឺជាថ្នាំចម្លែកមកពី CE ដែលយើងប្រទានទៅឲ្យព្រះមហេសីមិនក៏អូនអាចប្រាថ្នានេះមកសម្រាប់បុត្ររបស់យើងចឹងព្រះអង្គខ្ញុំម្ចាស់គ្មានទេយើងរស់នៅជាមួយអូនអស់រយៈពេល15ឆ្នាំយើងមិនដែលស្គាល់អូនច្បាស់នោះទេថ្ងៃនេះទើបយើងដឹងថាអូនគឺជាសត្វពស់ពឹសយើងមិនដែលបន្ទោសអូនដែលអូនមិនអាចប្រសពបុត្រឲ្យយើងបានទេធ្វើឲ្យច្បាស់តែយើងមានស្នាប់ដតីទៀតតែក៏មិនដែលបោះបង់អូនចោលដែរតែបាច់ចាប់ដល់នៅកិត្តិយសកំពុងខ្ពស់ទៅអូនទ្វេដងតើអូនចង់បានអីទៀតឲ្យប្រកាសទេព្រះអង្គខ្ញុំម្ចាស់ពិតជាគ្មានបាត់មែនអូនចាប់ហើយបើសិនជាមហេសីត្រូវដល់តំណែងនោះអញ្ចឹងទៅទីនគរការរបស់យើងចាប់ទៅហើយឆាប់តែអញ្ជើញមីតបធ្វើឲ្យចូលវាងភ្លាមប្រថាពាក្យប៉ុណ្ណោះអាយុជីវិតរបស់ព្រះមហេសីណានិយាយច្រើនជាមួយគេធ្វើអីទៀតសម្រាប់គេចោលសិនទៅឆាប់ចូលកគេឡើងឆ្នាំដែរអីឲ្យគេឆាប់ធ្វើរសជាតិនេះម្ដងទៅឲ្យគេផឹកឆ្នាំពុតឲ្យផ្សំដល់ខ្លួនឯងទៅយើងនឹងឲ្យគេខ្លាចជាមនុស្សគ្មានវិញ្ញាណទេប្រាំនៅស្ងៀមមិនយល់ទេគេនឹងចូលទៅខាងក្រៅរបស់ពួកនាងហើយមិនចាំបាច់ធ្វើជាខ្វះអាក្រក់ទេឲ្យបាត់បង់សិលរបស់ខ្លួនឯងឆាប់ទៅសម្រាប់សិនទៅទាហាន
ដល់ហូតតំណែងព្រះមហេសីរបស់ស្រីត្រកូលទាន់ភ្លាមនេះ ព្រះអង្គពួកយើងគឺជាប្តីប្រពន្ធនឹងគ្នារយៈពេល15ឆ្នាំហើយត្រង់ពិតជាដើម្បីមនុស្សស្លាប់ប្រមាណអ្នកនោះគឺពិតជាឡើងត្រូវការខ្ញុំម្ចាស់ហើយអីព្រះអង្គ យើងទុកមកឲ្យអូនមិនទាន់គ្រប់ទៀតមែនទេយើងមិនដាក់ទោសអូនទេយើងគឺមិនគប្បីជាមួយនឹងប្រជារាស្ត្រតែមិនគប្បីជាមួយពលឹងដែលគ្មានកំហុសទាំងអស់នោះទៀតអស់ចេញទៅប្រហាភ្លាមទៅអត់ទេ ឈប់សិន លោកបង ព្រះអង្គទូលបង្គំដឹងថានាងមានទោសគួរតែស្លាប់ប៉ុន្តែសូមអង្វរទ្រង់ធ្វើលិខិតលែងលះមួយឲ្យនាងទូលបង្គំស្ម័គ្រចិត្តនាំនាងឆ្ងាយដល់ព្រំដែននឹងមិនត្រឡប់មកក្រុងជីងឆឹងវិញជារៀងរហូតរឿងមួយនេះគឺបានចាត់ចែងជាសាធារណៈទៅហើយលោកមិនទាន់បាននិយាយច្រើនទៀតទេព្រះអង្គទូលបង្គំមានកូនស្រីតែម្នាក់នេះទេឬមួយក៏ពួកគេទាំង4គឺគ្មានឪពុកម្ដាយទេហ៎ហើយនៅមានបុត្ររបស់យើងដែលគ្មានកំហុសទាំងអស់ទៀតយើងមិនមែនជាឪពុករបស់គេទេអីបាទដូច្នេះកុំមិនទោសថាទូលបង្គំមិនស្មោះត្រង់ឲ្យសោះតើឯងចង់ធ្វើអីយើងគឺជាស្ដេចណាអញ្ចឹងឯងឈប់ធ្វើជាស្ដេចទៀតទៅហិចព្រះអង្គម្ចាស់ជាងឆាប់ដាក់ដៃចុះភ្លាមបានចាត់ទុកថាឯងចិត្តដឹងខ្លួនយើងគ្រាន់តែមានចិត្តអាណិតឯងប៉ុណ្ណោះឯងចាំអ្នកណាមិនចាប់បែរជាចាប់នាងទៅវិញនាងគ្រាន់តែជាស្រីទុំសៅម្នាក់ប៉ុណ្ណោះតើអាចធ្វើអីយើងបានទៅ អញ្ចឹងលោកមេតំក៏ចាំមើលឲ្យល្អទេអញ្ចឹងលោកមេតំក៏ចាំមើលឲ្យល្អទេ មនុស្សមិនក៏បាត់ទៅអញ្ចឹងកុំចូលមកកុំចូលមកកុំមកដកដាត់អើយនឹងបាត់ធ្វើអីចំពោះគេឲ្យប្រកាសទៅ ក៏គ្មានអ្វីឈាមរបស់បងព្រឹមមកផ្សំជាមួយថ្នាំសម្រាប់មកពីមៀវចេងមកបៃស៊ុងលើកនេះលោកគេមិនផុតឡើងហើយចោក៏បជាស្រុកខ្លួននេះព្រះអង្គម្ចាស់នេះគឺជានំស្ករក្រហមដែលទើបនឹងធ្វើថ្មីត្រង់ភ្លក់មើលទៅ ហួយមិនក៏មិនទាន់ត្រឡប់មកវិញទៀតតើគេទៅណាប្រកាសទៅលោកបងអ្នកឯងបងប្រាប់គាត់ហួយឲ្យឆាប់ហួយរបស់ហួយនេះតើអញមិនទៅហើយហួយចាប់មកមើលម៉ែមកហួយអូនមើលទៅនេះគឺជាស្និទ្ធស័ក្តិរបស់អ្នកណាគេ នេះគឺជារបស់មីវចេងខូប10ឆ្នាំរបស់គេនោះខ្ញុំឆ្លាក់ឈ្មោះគេដល់តដៃមិនអាចចំណាប់ខុសទេ គឺចាំមីវជាអ្នកសម្រាប់ហួយជឿរបស់យើង ថាមិញយូរនឹងបកស្បាញ់នាងថោកទាបឯងនៅចំពោះមុខមហាជនដើម្បីសងសឹកឲ្យហួយរបស់យើងហួយចាំមីវ ចាប់ដឹងខ្លួនឡើងមកកូនចាប់ដឹងខ្លួនមកព្រះជាយាបានសម្រាប់កូនប្រុសរបស់ខ្ញុំតើច្បាប់នៅណាទៅទាំងប្រាប់បែបនេះណាគេកំពុងតែមកធ្វើបន់នៅទីនេះទេអូតាមប្រកាសជាគ្រួសាររបស់ខ្ញុំកាលពីមុនតែហើយនៅធ្វើពុតទៀនស្និទ្ធស័ក្តិឈើនេះជារបស់ឯងមែនទេតែជារបស់ខ្ញុំតែគឺនៅពេលដែលខ្ញុំអាយុ10ឆ្នាំអ្នកបានឲ្យមកខ្ញុំមិនអាចភ្លេចបានទេប៉ុន្តែខ្ញុំបានឲ្យវាទៅកូនស្រីបង្កើតរបស់អ្នកហើយបានន័យថាខ្ញុំអត់ចាប់បាត់ហើយថាម៉េចអាចចង់និយាយថាស្និទ្ធស័ក្តិនេះគឺជារបស់ហោអើយ លោកពុកអ្នកម៉ៃកុំស្ដាប់គេនិយាយតែបដាអីបងស្រីពេលនេះគឺជាជារបស់ព្រះរាជបុណ្យចាំមកបង្កើតខ្ញុំនោះគឺពិតជារឿងដែលងាយខ្លាំងណាស់ជាមីវហួយទៅខោចំអូនស្រីបង្កើតគេមិននឹងអាចសម្លាប់ហួយបានទៅប៉ុន្តែឯងវិញត្រូវយើងដេញចេញពីផ្ទះបង្កើតជាមានចិត្តគុំគុណមិនខានទេឯងបង្កើតជាចង់សងសឹកហើយជាចំណែករបស់ស្រីនេះបានធ្វើជាយាហើយគឺអាចបានគ្រប់ច្បាប់បានហើយសម្រាប់មនុស្សឲ្យមិនចាំបាច់ទទួលខុសត្រូវជួយគូលើកតែក្តាំមួយប៉ាន់ចាំឲ្យយើង Hang in there. Even death cannot describe our iron will. All glories to the Empire.
been slain. Gather at the turtle! Gather and ambush. Gather at the Knight turtle! never says Okay. die. You have been slain. Together we are the Light's Order. We fight to the down. end. Request backup. A real man never hides in the bush. Gather at the turtle! An enemy has been slain. Gather and ambush. Attack gather and ambush. I stand for the Empire. Ally has been slain. Sorry. Our turret has been destroyed. To protect our homeland is a knight's duty. Banish the darkness! Initiate retreat. Rampage. No, not now. Ally has been slain. An enemy has been slain. Request backup. Understood. I banish the darkness! Split up. Request backup. Our turret has been destroyed. An enemy has been slain. Ally has been slain. A costly victory looks pale and weak.
precious legacy Attack the of turtle. a great warrior. Wait for me. Ally has been slain. Initiate retreat. Ally has been slain. A true hero. Banish the darkness. You have slain an enemy. The enemy has slain the turtle. Request backup. Okay. March on. Down the horn of Our victory. turret is under attack. You have slain an enemy. Initiate retreat. Launch attack. Understood. Your team request backup. Though I'm walking in the frost, Request backup. the warmth of my heart Okay. will not dissipate. Our turret is under attack. Banish the Launch darkness. attack. Down. Beneath the lining of glory, Ally has been blood slain. stains. An enemy has been slain. Request backup. Our turret has been destroyed. Launch attack. Together we are the Light's Order. We fight to the end. A true knight never says die. Request backup. Initiate retreat. Costly victories pay in You have slain an enemy. Our turret is under attack. Our turret is slain. Launch attack. Our turret is under attack. Ally has been slain. Our turret is under attack. Lord. Attack the Lord. An enemy has been slain. Keep an eye on attack the Lord. Attack the Understood. Lord. Request back. Initiate retreat. expectation. Ally has been slain. Understood. Our turret is under attack. You have slain an enemy. Launch attack. Our Attack turret enemy has been lord. destroyed. Attack enemy lord. Request backup. Initiate retreat. Request backup.
benefits none. Split up. Our inhibitor turret is under attack. Our turret has been destroyed. Our faith illuminates every darkness. Split up. Initiate retreat. Our inhibitor turret is under attack. Our inhibitor turret is under attack. Slain. Initiate retreat. Okay. Keep an eye on the map. Our inhibitor turret is under attack. Killing spree. An enemy has been slain. We are the shield of the people. Request backup. Gather up the Lord. Shut down. Initiate retreat. An enemy has been slain. Understood. Keep an eye on Although the I'm map. walking in the frost, the warmth of my heart will not. Request backup. Okay. Okay. Keep an eye on the map. Vanish the darkness! Killing spree. Split up. Gather up the Lord. Mega kill. Gather up the Lord. Gather up the Lord. Turret. Request backup. Request backup. Okay. An ally has slain Lord. Killing spree. Initiate retreat. Request backup. Keep an eye on the map. Vanish the darkness! Team destroy the turret. Follow Lord. Shut down. Request backup. Request backup. To protect our homeland is a knight's duty. Ally has been slain. Initiate retreat. Request backup. Has been slain. Understood. Enemy battle spell on CD. Keep an eye on the map. This hammer is the most precious legacy of a great warrior. Vanish the darkness! Slain. Our base is under attack. Launch attack. You have been slain. Our base is under attack. Ally has been slain. Defeat.